4:24 famine occurs when all the people in an area have hardly blank food សាឡបងប្រែសិនថាគ្រោះទុរភិក្សកើតឡើងនៅពេលដែលមនុស្សទាំងអស់នៅក្នុងតំបន់មួយបាទមិនសូវមានអាហារហេវប្រែថាមានដល់ hardly វាកម្រមានមកនឹងមិនសូវមានអាហារហើយដើម្បីបំពេញចន្លោះហ្នឹងចន្លោះទាំង4របស់យើងគឺ A and E B not C our ហើយនឹង D all បើយើងប្រើតាមពាក្យ any បែបម៉េចខ្លះ cannot មិន our អីធ្លាប់ហើយនឹង all ទាំងអស់ទាំងយកមួយណាយក any ហេតុអីយក any ហ្នឹងបាទណៃវាត្រូវអញ្ចឹងណាអូខេតោះជាងចម្លើយរបស់យើងគឺត្រឹមត្រូវហើយគឺ any យើងយក any ដែលសារតែយើងមាន clear ថាម៉េចបាទយើងមាន clear ថា hardly any យ៉ាងហ្មងបាទ hardly any ប្រហែលថាអត់សូវមានតិចតួចណា have hardly any អីមួយគឺមានអាហ្នឹងតិចតួចដែលតិចតួចគឺតិចតួចមែនទេណាស្ទើរតែអត់ហើយចំពោះជំរឿនផ្សេងហើយបើយើងមិនយកវាមកវាអីបាទវាអត់សម្រាប់ hardly not គ្មានហ្មង hardly not អត់មានហ្មងណាហើយនឹង D all hardly all ក៏គ្មានដែរក្នុងចំណោមជំរឿនទាំង4ហ្នឹងដែលអាចប្រើគូជាមួយនឹង hardly តែពិតមានមួយទៀតគឺមាន our hardly our ប៉ុន្តែ hardly ever អត់និយាយអំពីករណីហ្នឹងអត់ត្រូវករណីរបស់យើងទេណា hardly ever អត់និយាយអំពីបរិមាណទេ hardly any បើនិយាយអំពីបរិមាណ hardly ever និយាយអំពីភាពញឹកញាប់វិញដែលវាអត់ត្រូវមួយនៃប្រយោគរបស់យើងបាទ hardly ever បើយើងគិតទៅជាន័យខ្មែរស្រៀងគ្នាបាទប្រហែលថាមិនសូវកម្រដល់គ្នាហ្នឹងណាតែណាមិនសូវកម្រគឺមិនសូវធ្វើកម្រធ្វើនិយាយអំពីភាពញឹកញាប់ដល់ hardly any នេះគឺមិនសូវមាននិយាយអំពីបរិមាណចំនួនទៅត្រូវមួយប្រយោគរបស់យើងហើយចាំម្ដងទៀតចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយ A and E ប្រយោគរបស់យើងអញ្ចឹងវាត្រូវជា famine occurs when all the people in an area have hardly any food បានន័យថាគ្រោះទុរភិក្សហ្នឹងកើតឡើងនៅពេលដែលមនុស្សទាំងអស់នៅក្នុងតំបន់ណាមួយអត់សូវមានអាហារញ៉ាំ